ស្ដីម៉ាស៊ីនព្រីនធ័រដូចជាសរុប M265 សិតយើងបដូរត្រាំថ្មីតែទាមទារឲ្យយើង reset ត្រាំអញ្ចឹងវិធី reset ត្រាំមកចុច setting all setting ពីស្នាពុនចុះក្រោមទៀតទៅពាក្យខាងលើហ្នឹងចាំពូចុះក្រោមផុលឡាយហើយយើងចុចសញ្ញាទៅជាប់ចាំต้องជុកឲ្យជាប់ពេលលោតមក drum អញ្ចឹងយើងដកដៃហើយយើងចុចមានពាក្យ no ហើយនឹង yes អញ្ចឹងយើងយក yes យើង clear រួចហើយយើងបែកមកបែកហើយយើងចូលមើលត្រាំភារួចរាល់នៅចឹងតារាមយើង clear រួចរាល់ហើយឡើង 100% ហើយ